សួស្តីអ្នកចូលចិត្តកាហ្វេទាំងអស់គ្នាតើអ្នកគិតថាអ្នកដឹងអ្វីៗទាំងអស់អំពីភេសជ្ជៈដ៏អស្ចារ្យនេះហើយមែនទេត្រៀមខ្លួនភ្ញាក់ផ្អើលទៅថ្ងៃនេះយើងនឹងចែករំលែកការពិតដ៏គួរឲ្យភ្ញាក់ផ្អើលនិងកំសាន្តអំពីភេសជ្ជៈកាហ្វេដែលអ្នកប្រហែលជាមិនធ្លាប់បានឮពីមុនមកការពិតទី1កាហ្វេ Avatar មានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចសាកល្បងបានជាមួយនឹងរសជាតិកាហ្វេខ្មែរនិងកាហ្វេដែលបានមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជាមួយនឹងក្រុមហ៊ុនកាហ្វេ Avatar ដែលគ្រាន់តែធ្វើការ comment ឬឆាតចូលពេកកាហ្វេ Avatar ហើយសរសេរពាក្យថាខ្ញុំចង់សាកនោះខាងក្រុមការងារនឹងយកកាហ្វេទៅឲ្យបងប្អូនសាករសជាតិដល់ទីតាំងដោយមិនគិតថ្លៃនិងមិនគិតសេវាអ្វីទាំងអស់ការពិតទី1គ្រាប់កាហ្វេមិនមែនជាគ្រាប់ទេការពិតទោះបីយើងហៅថាគ្រាប់កាហ្វេក៏ដោយតាមពិតវាគឺជាគ្រាប់ពូជរបស់ផ្លែឈើមួយប្រភេទដែលគេហៅថា Cherry Coffee និយាយឲ្យខ្លីកាហ្វេជាភេសជ្ជៈដែលផលិតចេញពីផ្លែឈើការពិតទី2ប្រេស៊ីលបានប្រើកាហ្វេដើម្បីទៅអូឡ িম্প ពិករឿងរ៉ាវកាលពីឆ្នាំ1932រដ្ឋាភិបាលប្រេស៊ីលមិនមានថវិកាគ្រប់គ្រាន់ដើម្បីបញ្ជូនអត្តពលិករបស់ខ្លួនទៅចូលរួមការប្រកួតកីឡាអូឡ িম্প ពិកនៃទីក្រុង Los Angeles ដូច្នេះពួកគេក៏បានផ្ទុកកាហ្វេពេញមួយកប៉ាល់រួចបញ្ជូនអត្តពលិកទាំងនោះទៅជាមួយនឹងការលក់កាហ្វេតាមផ្លូវដើម្បីរ៉ាប់រងការចំណាយការពិតទី3កាហ្វេធ្លាប់ត្រូវបានហាមឃាត់រឿងរ៉ាវក្នុងប្រវត្តិសាស្ត្រកាហ្វេធ្លាប់ត្រូវបានហាមឃាត់ជាច្រើនលើកច្រើនសារឧទាហរណ៍នៅទីក្រុងមេសានាអំឡុងសតវត្សទី16គេយល់ថាភេសជ្ជៈនេះជំរុញឲ្យមានការគិតដល់ចម្លែកនិងបង្កជម្លោះថែមទាំងនៅសម័យអូតូម៉ង់ការផឹកកាហ្វេធ្លាប់ជាទោសដែលត្រូវទទួលការដាក់ទណ្ឌកម្មទៀតផងការពិតទី4ការផឹកកាហ្វេច្រើនជាងគេលើពិភពលោកគឺហ្វាំងឡង់ប្រទេសដែលទទួលទានកាហ្វេច្រើនបំផុតក្នុងម្នាក់ៗលើលោកគឺប្រទេសហ្វាំងឡង់ជាមធ្យមជនជាតិហ្វាំងឡង់ច្រើនផឹកកាហ្វេប្រមាណ 4 ទៅ 5 ពែងក្នុងមួយថ្ងៃចំណែកឯប្រទេសប្រេស៊ីលវិញគឺជាប្រទេសដែលផលិតកាហ្វេច្រើនជាងគេលើលោកការពិតទី5 Webcam ដំបូងមកអស់ត្រូវបានបង្កើតឡើងសម្រាប់តែកាហ្វេនៅក្នុងឆ្នាំ1991អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge University ធុញទ្រាន់នឹងការទៅកន្លែងធ្វើកាហ្វេហើយឃើញឆ្នាំងកាហ្វេទទេស្អាតដូច្នេះពួកគេបានបង្កើតកាមេរ៉ាមួយដើម្បីតាមដានឆ្នាំងកាហ្វេនោះពីចម្ងាយនោះហើយគឺជា Webcam ដំបូងបង្អស់របស់ពិភពលោកការពិតទី6ពណ៌លីងកាន់តែខ្មៅមិនមែនមានន័យថាកាហ្វេកាន់តែខ្លាំងនោះទេការយល់ច្រឡំមនុស្សជាច្រើនគិតថាកាហ្វេដែលលីងកាន់តែខ្មៅមានជាតិកាហ្វេអ៊ីនច្រើនជាងកាហ្វេដែលលីងស្រាលការពិតគឺផ្ទុយទៅវិញគ្រាប់កាហ្វេលីងស្រាលអាចមានជាតិកាហ្វេអ៊ីនច្រើនជាងបន្តិចព្រោះការលីងយូរធ្វើឲ្យជាតិកាហ្វេអ៊ីនមួយចំនួនត្រូវបានដុតបំផ្លាញយ៉ាងមិនដែរពិតជាភាពអាមែនអត់កាហ្វេពិតជាមានប្រវត្តិនិងរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ជាច្រើនដែរលាកុំភ្លេច like share និង subscribe យើងខ្ញុំដើម្បីទទួលបានវីដេអូថ្មីៗទៀតហើយប្រាប់យើងមកតើការពិតមួយណាដែលធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាងគេជួបគ្នានៅវីដេអូក្រោយ